ភ្នំឈើកាច់គឺជាភ្នំមួយស្ថិតក្នុងភូមិមាត់ព្រៃឃុំឈើកាច់ស្រុកបាភ្នំខេត្តព្រៃវែងមានចម្ងាយ88គីឡូម៉ែត្រពីទីក្រុងភ្នំពេញនិងមានចម្ងាយ45គីឡូម៉ែត្រពីក្រុងព្រៃវែងបត់ឆ្វេងដៃត្រង់ផ្សារកំពង់សឹងចូលចម្ងាយប្រហែល7គីឡូម៉ែត្ររមណីយដ្ឋានបាភ្នំមានភ្នំ4ផ្ដុំគ្នាគឺភ្នំសំពៅភ្នំស្អាងភ្នំធំនិងភ្នំបញ្ជើបាភ្នំជារាជធានីចាស់ឈ្មោះនគរភ្នំគឺស្ថិតនៅក្បែរភ្នំទាំងឡាយក្នុងស្រុកបាភ្នំដែលបច្ចុប្បន្នមិនសល់ស្លាកស្នាមខ្លះៗតែប៉ុណ្ណោះដូចជាប្រាសាទបុរាណមួយចំនួនឈ្មោះថាប្រាសាទព្រះច័ន្ទស្ថិតនៅចំពីមុខវត្តវិហារគុកក្បែរជើងភ្នំសំពៅក្នុងឃុំជើងភ្នំមានចម្ងាយពីផ្លូវជាតិលេខ1ប្រមាណ 1.5 គីឡូម៉ែត្រពីឃុំកំពង់សឹងតាមផ្លូវលំក្រហមភ្នំឈើកាច់ជាទីតាំងប្រវត្តិសាស្ត្រមួយនៃនគរគោកថ្លឹកមានប្រវត្តិរឿងរ៉ាវជាប្រពៃណីខ្មែរជាច្រើនផងក្នុងប្រវត្តិរឿងទុំទាវភ្នំឈើកាច់ជាកន្លែងដែលនាងទុំបានសាងផ្នួសនៅទីនេះផ្លូវចូលទៅកាន់ភ្នំឈើកាច់តាមផ្លូវជាតិលេខ1មកដល់ផ្សារឈើកាច់បត់ឆ្វេងតាមផ្លូវក្រាលកស៊ូមកកើតត្រង់ហើយនៅទីនោះមាន2ផ្លូវច្រកទី1ចូលតាមផ្លូវតាមភ្នំតូចច្រកតាមផ្លូវចូលតាមភ្នំឈើកាច់ទាំងពីរផ្លូវនេះយើងអាចចូលផ្លូវមួយណាក៏បានដែរជាចុងក្រោយនេះសូមអរព្រះគុណនិងសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះពីដើមរហូតមកដល់ចប់